សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ភ័យកើតអំពីសេចក្តីស្រឡាញ់កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយសេចក្តីសោកគឺលែងមានភ័យនឹងមានមកពីណាសេចក្តីសោកកើតអំពីដំរេកភ័យកើតអំពីដំរេកកាលបើរួចស្រឡះចាកដំរេកហើយសេចក្តីសោកគឺលែងមានភ័យនឹងមានមកអំពីណាសេចក្តីសោកកើតអំពីកាមភ័យកើតអំពីកាមកាលបើរួចស្រឡះចាកកាមហើយសេចក្តីសោកក៏លែងមានភ័យនឹងមានមកអំពីណាសេចក្តីសោកកើតអំពីតណ្ហាភ័យកើតអំពីតណ្ហាកាលបើរួចស្រឡះចាកតណ្ហាហើយសេចក្តីសោកក៏លែងមានភ័យនឹងមានមកពីណា